ឲ្យតែពេលយប់ឡើងយាយចូលមកសម្រាននៅផ្ទះថ្មីនេះយាយតែងតែស្រែកថាមកទៀតអីមកទៀតអីពួកវានាំគ្នាមកច្រើនណាស់សារនេះវាមិនមែនមកតែម្នាក់វាដូចវគ្គមុនទេរឿងនេះគឺជារឿងរបស់បងស្រីលាក់គាត់រស់នៅខេត្តបាត់ដំបងដែលកាត់ឡើងនៅលើគ្រួសារគាត់ផ្ទាល់នៅពេលដែលគាត់ទើបតែសាងសង់ផ្ទះថ្មីរួចពួកគាត់ចូលទៅរស់នៅមិនទាន់ទាំងបានមួយខែស្រួលបួផងតែងតែជួបរឿងចម្លែកជារៀងរាល់ថ្ងៃជារៀងរាល់យប់ហើយរឿងនេះកើតឡើងដោយសារតែជាងនឹងជាងគ្នាឯងមានបញ្ហានឹងគ្នាទើបធ្វើឲ្យកូនជាងម្នាក់បានយកដៃគោដំចំសសរកណ្ដាលផ្ទះរបស់គាត់ញាត់ជាមួយអ្នកខំដែលខ្ចប់ដោយឆ្អឹងខ្មោចអញ្ចឹងមិនគេតែងតែនិយាយថាមុននឹងសម្រេចចិត្តជ្រើសរើសជាងណាម្នាក់ឲ្យមកធ្វើផ្ទះយើងត្រូវមើលណាមិនត្រូវយកជាងណាដែលធ្លាប់មានតំណតតែងជាមួយនឹងយើងឬមួយក៏ជាងណាដែលជួយចិត្តឆ្លោះគ្នានៅក្នុងក្រុមគ្នាឯងទេពោលគឺធ្វើការអត់ចោះសម្រងគ្នារឿងនេះកើតឡើងដំបូងដោយប៉ាម៉ាក់បងស្រីលាក់គាត់មានគម្រោងថាគាត់នឹងធ្វើផ្ទះថ្មីមួយមុនធ្វើការសម្រេចចិត្តធ្វើផ្ទះនេះគឺគាត់ធ្វើការជ្រើសរើសយ៉ាងសម្រិតសម្រានមិនថាជាងធ្វើផ្ទះមិនថាសម្ភារៈឈើយកមកធ្វើផ្ទះគឺគាត់ចុះរើសខ្លួនឯងទាំងអស់ប៉ាម៉ាក់បងស្រីលាក់គាត់បានដើររកជាងណាដែលល្អទោះបីជានៅខេត្តឆ្ងាយយ៉ាងណាក៏គាត់ទៅរកដើម្បីឲ្យមកធ្វើផ្ទះឲ្យដែរអ្វីដែលសំខាន់ឈើដែលយកមកធ្វើផ្ទះហ្នឹងគឺគាត់ដើរទិញខ្លួនឯងហើយរើសយកតែឈើណាល្អទោះបីត្រូវចំណាយបានក៏គាត់ហ៊ានចំណាយដែរដើម្បីផ្ទះគាត់មួយហ្នឹងពេលដែលជាងចូលមកធ្វើផ្ទះឲ្យហ្នឹងគឺគាត់យកចិត្តទុកដាក់ជាមួយជាងខ្លាំងមែនទែនមិនថាជាងចង់បានអីចង់ថែមសម្ភារៈអីចង់ហូបអីមកហូប3ពេលក៏គាត់ធ្វើឲ្យឬមួយក៏ចង់ហូបគ្រឿងសង្វឹងមកហូបខ្លែមអីគឺគាត់តម្រូវតាមចិត្តជាងក៏អត់ហ៊ានចំទាស់គេទេប៉ុន្តែរឿងដែលប្រុងនឹងកើតវានឹងកើតដោយសារតែកូនជាងម្នាក់នៅក្នុងក្រុមហ្នឹងគាត់ចូលចិត្តផឹកស្រាហើយគាត់ទាមទារផឹកស្រារាល់ថ្ងៃមួយហ្នឹងមេជាងហាមិនឲ្យផឹកទេដោយសារអីគាត់ខ្លាចព្រឹកឡើងធ្វើការអត់កើតហើយកូនជាងហ្នឹងគឺទាមទារបើកលុយមុនបើសិនជាអត់ទិញស្រាឲ្យគាត់ផឹកទេបើកលុយឲ្យគាត់មកគាត់យកលុយទៅទិញស្រាផឹកម្នាក់ឯងក៏បានដែរមេជាងគឺគាត់អត់ព្រមបើកឲ្យដោយសារគាត់អាណិតប្រពន្ធរបស់កូនជាងម្នាក់ហ្នឹងដែលគាត់មានតំណនៅផ្ទះហើយមានកូនទូចនៅផ្ទះទៀតបើសិនជាគាត់បើកលុយនឹងយកទៅផឹកស្រាអស់តើអ្នកផ្ទះនោះបានអីហើយកូនជាងម្នាក់ហ្នឹងគឺមានការខឹងសម្បាទៅលើមេជាងយ៉ាងខ្លាំងបានកាន់ដបងច្អល់មុខថាមិនបានហែកបើកលុយឲ្យអញហើយក្តាប់ដៃហ្នឹងដើរចេញទៅក្រៅបាត់ពី3ថ្ងៃក្រោយមកយើងសង្កេតឃើញថាគាត់នៅធ្វើការមួយគ្នាធម្មតាហើយរឿងហ្នឹងក៏ដូចជាសម្រួលហើយដែរប៉ុន្តែកូនជាងម្នាក់ហ្នឹងគឺដូចនៅតែមានគំនុំជាមួយនឹងមេជាងហ្នឹងអញ្ចឹងរំលងបានមួយរយៈធំផ្ទះគាត់ក៏បានធ្វើឲ្យ 90%អញ្ចឹងប៉ាម៉ាក់បងស្រីលាក់គាត់បានទៅនិមន្តលោកអញ្ជើញអាចារ្យអញ្ជើញចាស់ដើម្បីមកធ្វើពិធីតិចតួចយើងចូលនៅសិនអញ្ចឹងណាពេលដែលក្រុមគ្រួសាររបស់បងស្រីលាក់មានដូចជាយាយប្អូនគាត់2នាក់ហើយនឹងម៉ាក់ប៉ាគាត់ហើយនឹងគាត់រើចូលមកនៅដំបងហ្នឹងគឺអត់មានរឿងអីកើតឡើងទេនិយាយរួមពី10ថ្ងៃទៅកន្លះខែដំបូងនៃការនៅផ្ទះថ្មីហ្នឹងគឺអត់បានមានរឿងអីកើតឡើងសោះថ្ងៃមួយយាយបងស្រីលាក់ហ្នឹងគាត់ប្រាប់ថាគាត់លេងសម្រាប់នៅលើហើយក៏ចង់ទៅសម្រាប់នៅក្រោមវិញស្រួលជាងព្រោះនៅលើមានអារម្មណ៍ថាហប់ហើយស្អុកស្អាតជាងនៅក្រោមព្រោះចាស់ភាគច្រើនគាត់ចូលចិត្តសម្រាប់នៅក្រោមផ្ទះច្រើនជាងនៅលើផ្ទះអញ្ចឹងគាត់ក៏ចុះទៅសម្រាប់នៅក្រោមម្នាក់ឯងទៅអញ្ចឹងយប់ទី1ដែលលោកយាយចុះទៅសម្រាប់នៅក្រោមហ្នឹងគឺជាយប់ដែលលោកយាយបានឃើញរឿងចម្លែកនោះកើតឡើងនៅផ្ទះគាត់អំឡុងពេលដែលក្រុមគ្រួសាររបស់គាត់កំពុងតែសម្រាប់លោកហ្នឹងស្រាប់តែឮសម្លេងរបស់លោកយាយស្រែកឡើងគាត់ស្រែកថាមកអីមកធ្វើអីហ្នឹងមកច្រើនម៉េះហើយបងស្រីលាក់ប្អូនគាត់ទាំងប៉ាទាំងម៉ាក់គាត់ហ្នឹងគឺរត់ចុះមកឡើងលឿនហ្មងមកមើលលោកយាយថាគាត់កើតអីអត់ពួកគាត់ចង់មកដល់ក៏សួរលោកយាយថាយាយឯងមានរឿងអីមែនបានស្រែកលឺម៉េះហើយយាយក៏និយាយថាយាយឃើញមានមនុស្សផងមនុស្សស្រីកាន់ដៃកូនផងអីផងច្រើនគ្នាមកឈរនៅចុងជើងរបស់យាយហ្នឹងណាដំបូងក្រុមគ្រួសាររបស់គាត់អត់គិតពីវិញ្ញាណអត់គិតពីអីហ្នឹងទេពួកគាត់គិតថាខ្លាចមានអ្នកលួចចូលផ្ទះយើងព្រោះតែយើងតែធ្វើឲ្យថ្មីអញ្ចឹងណាប៉ាម៉ាក់បងស្រីលាក់គាត់បានសួរបញ្ជាក់យាយថាម៉ែឯងច្បាស់អត់ម៉ែឯងសម្មានទៅយកសពអីឬមួយក៏អីចឹងណាហើយយាយបងស្រីលាក់ក៏គាត់បានឆ្លើយថាម៉ែអត់សូវច្បាស់ទេដូចជាយកសពបន្តិចមែនតែនបន្តិចយប់ទី2ក៏បានមកដល់យប់ទី2ហ្នឹងយាយសម្រានក៏បានឮសម្លេងក៏ម្ដងទៀតហើយសារនេះគាត់ថាមកទៀតហើយច្បាស់ណាស់វគ្គហ្នឹងមិនមែនយកសពទេហើយចាប់ពីស្អែកឡើងយាយក៏លេងសម្រាននៅហ្នឹងហើយគាត់ចាប់ផ្ដើមបកតែសម្រាននៅផ្ទះចាស់គាត់វិញគាត់ឲ្យបងស្រីលាក់ក៏ដូចជាប្អូនគាត់និងម៉ាក់ប៉ាគាត់មានអារម្មណ៍អត់សូវស្រួលទីម្ដងនៃដោយសារយាយឃើញ2ដងហើយចាប់ពីពេលនោះមករឿងចម្លែកគឺកាន់តែកើតមានបន្តរហូតមកដល់ថ្ងៃមួយនោះបងស្រីលាក់គាត់នៅក្នុងបន្ទប់ម្នាក់ឯងហើយលើផ្ទះនោះគឺអត់មានមនុស្សសោះស្រាប់តែនៅសោកមានសម្រាប់ជើង4 5 6នាក់ដើរមកលើផ្ទះគាត់ហ្នឹងហើយបងស្រីលាក់ក៏គាត់និយាយម្នាក់ឯងណាចេះអើយផ្ទះនេះថ្ងៃហ្នឹងមិនបានញ៉ៃម៉េះឡើងមកច្រើនគ្នាមកអីចឹងណាគាត់ស្មានតែបងប្អូនម៉ាក់ប៉ាយាយតាគាត់ដើរមកអីចឹងទៅពេលយប់ក៏បានមកដល់ពេលយប់គាត់ពុំតែគេងសុកមានសម្លេងគាត់វាថាចៅអើយបើកទ្វារយាយបន្តិចហើយសម្លេងហ្នឹងគឺដូចយាយរបស់គាត់ខ្លាំងមែនតើគាត់ក៏ងើបមកបើកទ្វារឲ្យពេលដែលគាត់ស្ទុះមកបើកទ្វារឲ្យយាយគាត់ហ្នឹងណាគឺគាត់អត់មានបានឃើញយាយគាត់ទេតែអ្វីដែលគាត់ឃើញគឺមនុស្សស្រីម្នាក់ដើរចេញមកពីបន្ទប់គាត់ហើយដើរសម្ដៅទៅមុខផ្ទះ
អ្វីដែលគួរឲ្យខ្លាចនោះគឺដើរទៅដើរទម្លុះអញ្ចាំងទៅហ្មងអត់បើកទ្វារបើកអីទាំងអស់ហើយគាត់ក៏ចាប់ផ្ដើមភឺសបល់បះសក់យកហ្មងដោយសារតែគាត់ឃើញស្ដែងពេកតែគាត់ដឹងហើយថាផ្ទះហ្នឹងអត់មានមនុស្សនៅទេនៅតែគាត់ទេតើសំឡេងដែលកំពុងតែឆ្លោះគ្នានៅលើហ្នឹងជាអ្នកគេគាត់ច្បាស់ណាស់ថាផ្ទះនេះពិតជាមានវិញ្ញាណមែន